mình cho ngay cái đăng thời gian của phong tạo online nơi là Facebook និង Messenger សមាវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបបិទ online នៅក្នុង Facebook និង Messenger កុំឲ្យគេដឹងថាយើងកំពុងតែ online ដំបូងចូលមកកាន់ Facebook ហើយចូលត្រី 3 បន្ទាប់មកបងប្អូនចុចជ្រើសយក Setting and Privacy ហើយចូល Setting ដល់កន្លែងទៅនឹងអូសចុះក្រោមបន្តិចចុចយក Active Status ហើយដល់កន្លែងទៅនឹងបងប្អូននឹងឃើញអាសញ្ញាពណ៌ខៀវនឹងវាកំពុងតែបើកអញ្ចឹងបានន័យថា Facebook យើងកំពុងតែបើក online ជាធម្មតាតែបើសិនជាបងប្អូនចង់បិទ online កុំឲ្យគេដឹងថាយើងកំពុងតែ online បងប្អូនចុចបិទវាមកចុចយក turn off មួយទៀតមកតែប៉ុណ្ណឹងដូចជាការស្រេចប៉ុន្តែមិនមែននៅពេលដែលយើងបិទ online ក្នុង Facebook នឹងហើយគឺ Messenger យើងត្រូវបានបិទដែរទេគឺយើងចូលទៅបិទនៅក្នុង Messenger ម្ដងទៀតអញ្ចឹងចូលមកកាន់ Messenger យ៉ាងម្ដងដំបូងចូលមកកាន់ត្រី 3 បន្ទាប់មកចូល Setting ហើយជ្រើសយក Active Status បន្ទាប់មកយើងធ្វើការចុចបិទវាមកតែប៉ុណ្ណឹងដូចជាការស្រេចអញ្ចឹង Facebook និង Messenger របស់យើងត្រូវបានបិទ online ហើយអញ្ចឹងនៅពេលដែលគេគ្រប់គ្នាមើលមក account យើងគឺមិនឃើញ account យើងនៅ online ទេហើយឬមួយដែលយើងត្រូវដឹងគឺយើងមិនឃើញ account គេនៅ online ដូចគ្នាហើយបើយើងចង់បើកវិញចូលទៅកាន់កន្លែងដែរហើយចុចបើកវាធម្មតាវិញមកដូចជាការស្រេចអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្ណឹងដែរហើយបើមានចម្ងល់អ្វីមួយអាច comment នៅខាងក្រោម